chân hiên vi tay văn đưa có mình mến chia dòng nuốt đại kê trong ban trồng lời tiết tên nơi bên đi ao với đại kê còn phong tại trong đấng cứ tao đằng miên ở với ca láng bao chiều pon tay ban tin cho từ không sớm ở phong đần đảo có tay vắnประสนบ่มีซิลจันวีประหามูลฐานตัวคาเดนาหนังโฟสเตอร์ระบบอเมริกนึกก็โอกินาวาระบบญี่ปุ่นหรือประสนบ่ญี่ปุ่นช่วยการพิจารณาตามวิจัยการประดอลพบเพียงหนังจารกรรมตีกรงเปกังอาจเมื่อเคยญี่ปุ่นคือจีนเชียร์เชียร์โดยตัวเติร์ขนมจุ่มดูนี่เซนาริโยนุบังคับเอาเมียนสำนวนดอกกู้ไอจับระมุยแต่อเมริกปัจจิกาพิญี่ปุ่นได้เตะประสนบ่จันบ่กาวีประหาในថ្ងៃទី19ខែមករាឆ្នាំ1960ទីក្រុង Washington បានចុះហត្ថលេខាទៅលើសន្ធិសញ្ញាសន្តិសុខអាមេរិកជប៉ុនដែលសន្យាថាជួយការពារជប៉ុនមាត្រាទី5នៃសន្ធិសញ្ញានេះចែងថាការវាយប្រហារប្រដាប់អាវុធណាមួយទៅលើប្រទេសជប៉ុនតម្រូវឲ្យអាមេរិកធ្វើសកម្មភាពការពារអស់រយៈពេល70ឆ្នាំមកហើយជប៉ុនបានសន្មតថាការធានានេះគឺអាចជឿជាក់បាន 100% ក៏ប៉ុន្តែសង្គ្រាមចិនតៃវ៉ាន់មិនមែនជាជម្លោះធម្មតាទេវាគឺជាសង្គ្រាមដែលប៉ះពាល់ទៅដល់ផលប្រយោជន៍ដ៏មហាសាលរបស់អាមេរិកប៉ះនយោបាយនៅក្នុងស្រុកនិងមានហានិភ័យបាញ់នុយក្លេអ៊ែរទៅវិញទៅមកនេះគឺជាសេណារីយ៉ូដ៏ស្មុគស្មាញនិងគ្រោះថ្នាក់មើលពីជ្រុងម្ខាងអាមេរិកត្រូវតែការពារជប៉ុនកងកម្លាំងអាមេរិកជិតពាក់កណ្ដាលនៅក្នុងតំបន់ Indo-Pacific ឈរជើងលើដីជប៉ុនការបាត់បង់មូលដ្ឋានទ័ពទាំងនោះនឹងធ្វើឲ្យខូចទៅដល់ការរក្សាតុល្យភាពអំណាចរបស់អាមេរិកនៅក្នុងតំបន់ប្រសិនបើចិនវាយប្រហារជប៉ុនហើយអាមេរិកមិនធ្វើអ្វីទាំងអស់សម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់នៅអាស៊ីនិងអូសេអានីដូចជាកូរ៉េខាងត្បូងហ្វីលីពីននិងអូស្ត្រាលីជាដើមនឹងចាប់ផ្ដើមបាត់ទំនុកចិត្តទៅលើទីក្រុង Washington ប្រព័ន្ធសម្ព័ន្ធភាពអាចនឹងរលាយបាត់ហើយបើកផ្លូវឲ្យចិនក្តាប់អំណាចនៅ Pacific សម្រាប់ហេតុផលនេះអ្នកយុទ្ធសាស្ត្រអាមេរិកមួយចំនួនមើលឃើញថាការការពារជប៉ុនគឺជាអ្វីដែលអាមេរិកត្រូវតែធ្វើក៏ប៉ុន្តែមើលពីជ្រុងម្ខាងទៀតគឺពោពេញដោយភាពមិនប្រាកដប្រជាប្រទេសចិនសប្តាហ៍ថ្ងៃនេះមានអំណាចយោធាជើងទឹកធំជាងគេបំផុតនៅក្នុងពិភពលោកដោយមាននាវាចម្បាំងចំនួន395គ្រឿងច្រើនជាងអាមេរិកជិត100គ្រឿងនេះបើយោងទៅតាមគេហទំព័រ Congress ចិនមានឃ្លាំងអាវុធមីស៊ីលដ៏ធំនិងសមត្ថភាពនៅក្នុងការវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុនយ៉ាងជាក់លាក់បើអាមេរិកការពារជប៉ុនវានឹងក្លាយទៅជាសង្គ្រាមមហាអំណាចត្រីកោណចិនជប៉ុនអាមេរិកដ៏គួរឲ្យខ្លាចបំផុតមួយដូច្នេះតើអាមេរិកនឹងជួយជប៉ុនដែរទេអាមេរិកអាចនឹងការពារជប៉ុនព្រោះវាគឺជាកាតព្វកិច្ចក៏ប៉ុន្តែដោយសារតែអាមេរិកក៏មើលឃើញពីហានិភ័យនុយក្លេអ៊ែរនិងការស្ទាក់ស្ទើរខាងនយោបាយផ្ទៃក្នុងជប៉ុនមិនអាចពឹងផ្អែកទៅលើអន្តរាគមន៍ពេញលេញភ្លាមៗរបស់អាមេរិកបានទេមានន័យថាជប៉ុនត្រូវតែត្រៀមខ្លួនទប់ទល់ការវាយប្រហារពីចិនតែម្នាក់ឯងជាមុនសិនមុនពេលជំនួយរបស់អាមេរិកមកដល់ដូច្នេះខ្លាំងខ្លួនឯងសិនទើបគេជួយតាមក្រោយ